នៅព្រឹកនេះពូហូនត្រូវឡើងតុលាការអត់ដឹងមិនម៉ាទេណាបងប្អូនខណៈពូហូនបាននិយាយថាម្នាក់ឯងអាចតស៊ូបានខណៈអ្នកសារព័ត៌មានជាច្រើនស្ថាប័នកំពុងតែរងចាំនៅខាងក្រៅបន្ទាប់ពីពូហូនបានទទួលពាក្យបណ្ដឹងនៅថ្ងៃទី19ខែឧសភាឆ្នាំ2025តាក់ទងជាមួយនឹងរឿងរ៉ាវដែលគេប្តឹងពូហូនមិនដឹងថាជាមន្ត្រីប្តឹងឬក៏ពលរដ្ឋប្តឹងទេពីបទបរិហាកេរជាសាធារណៈជេរជាសាធារណៈញុះញង់ឲ្យមានការរើសអើងនឹងត្រូវបង្ហាញខ្លួននៅតុលាការខេត្តស្វាយរៀងនៅថ្ងៃទី28ខែឧសភាឆ្នាំ2025ហើយព្រឹកនេះពូហូនត្រូវបង្ហាញខ្លួននៅតុលាការខេត្តស្វាយរៀងប៉ុន្តែយើងក៏ដឹងថាជោគវាសនាពូហូននឹងទៅជាយ៉ាងណាទេគ្រោះច្រើនជាងលៀបឬក៏លៀបច្រើនជាងគ្រោះប៉ុន្តែពូហូនបានលើកឡើងថាម្នាក់ឯងគាត់អាចតស៊ូបានអត់អីទេណាបងប្អូនគាត់អាចស៊ូបានប៉ុន្តែយ៉ាងណាគាត់នៅតែមិនខ្លាចទង្វើអាក្រក់របស់មន្ត្រីមួយចំនួនរបស់មន្ត្រីថ្នាក់ក្រោមដែលគប់ខិតគ្នាស៊ីលុយថ្នាក់លើលោកនឹងមិនដែលស្ងៀមដាច់ខាតតែម្ដងហើយពូហូនបានលើកឡើងថាមិនដឹងដែលគាត់បានទទួលគឺស្របពេលដែលគាត់បាននិយាយរឿងដែលពលរដ្ឋផ្ដល់ព័ត៌មានដែលគាត់តាក់ទងជាមួយនឹងការខុបខិតគ្នាស៊ីដាច់លុយបដិភិភូមិឃុំស្ថិតនៅក្នុងឃុំសន្លប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបន្ទាប់ពីគាត់និយាយរឿងរ៉ាវនេះហើយស្រាប់តែមានពាក្យបណ្ដឹងមកដល់ផ្ទះរបស់គាត់តែម្ដងតែយ៉ាងណាបងប្អូនប្រជាពលរដ្ឋដែរគ្រប់គ្រងនឹងស្រឡាញ់ពូហូនសង្ឃឹមថាគាត់អាចឆ្លងផុតទុក្ខលំបាកនៅពេលនេះចោះណាពូហូនបំណងល្អពីចាងវាង BKKឧបត្ថម្ភដោយ Lady Lara SD គិតពីសម្រស់និងសុខភាពជាចម្បង